តបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំនឹងធ្វើវីដេអូបង្ហាញទៅកាន់បងប្រុសគាត់ចង់ដាក់អក្សរមានន័យថាសរសេរអក្សរហើយមានស៊ុំឬក៏ស្រមោលនៅខាងក្រោយនៃអក្សរចេះឬក៏ gradient ឬមានយើងមានរូបភាពឬក៏យើងមានផលិតផលហើយណាអញ្ចឹងយើងចង់សរសេរអក្សរនៅពីខាងលើចេះតើគេធ្វើមិនអញ្ចឹងខ្ញុំនឹងធ្វើបង្ហាញនៅវីដេអូនេះទៅកាន់បងអញ្ចឹងបងប្អូនផ្សេងៗដែលថ្មីដែលអត់ទាន់ចេះបងប្អូនអាចមើលបានតោះអញ្ចឹងយើងប្រើជាមួយនឹងកម្មវិធី Canva របស់យើងបើកចូល Canva មកនេះអញ្ចឹងយើងបើកកម្មវិធី Canva មកហើយបន្ទាប់មកយើងបង្កើតនៅសិលឹកកិច្ចការងារថ្មីមួយក៏បានឬក៏យើងទៅរករូបភាពដែលយើងបានធ្វើការថតណានឹងយកមកអាប់ឡូតបញ្ចូលបដោតមកអញ្ចឹងណាអញ្ចឹងយើងចុចកន្លែងអាប់ឡូតនេះមកបងប្អូនចុចកន្លែងអាប់ឡូតនឹងមកហើយយើងរើស photo library នេះមកអូខេអានេះសម្រាប់នៅលើ iPhone ណាបងប្អូនទាំងគ្នាអញ្ចឹងនៅលើ Android ក៏អត់សូវខុសគ្នាអីប្រហែលដែរអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាយើងមាន big នេះមួយចុះយើងមាន big នេះមួយដែលយើងបានធ្វើការថតហើយរូបភាពដែលយើងបានថតហើយអញ្ចឹងណាអញ្ចឹងយើង select លើរូបភាពរបស់យើងមកនេះអូខេហើយប្រភេទ big នេះគឺខ្ញុំកំពុងប្រើសម្រាប់ design នឹងដែរអូខេបន្ទាប់មកយើងគ្រីសយកកន្លែងគ្រីសខាងលើនេះអូខេអញ្ចឹងយើងរងចាំបន្តិចនេះរងចាំបន្តិចមកអូខេឥឡូវវាយកមកវាសួរយើងតើយើងចង់ edit រូបភាពហ្នឹងឬក៏យើងចង់យកទៅបង្កើតនឹងការ design ថ្មីអញ្ចឹងយកការបង្កើត design ថ្មីមកណា new design អូខេអញ្ចឹងកន្លែងនេះគឺយើងរងចាំបន្តិចសិន process កន្លែងនេះគឺCanva នឹងធ្វើការ upload រូបមិញបញ្ចូលនៅក្នុងកម្មវិធី Canva ណាបងប្អូនគ្នាហើយវារៀងយឺតបន្តិចព្រោះ internet កំពុងតែធ្វើការ upload ណាអូខេអញ្ចឹងយើងចូលមកកន្លែង upload នេះមកនេះ upload នេះមកយើងចូលមកមើលមកអញ្ចឹងនេះយើងបាន upload រូបភាពរួចរាល់ហើយអញ្ចឹងនេះរូបភាពដែលយើងបាន upload ផ្សេងៗគឺវានៅក្នុងហ្នឹងណាអូខេអញ្ចឹងបន្តមកទៀតគឺយើងចូលមកនៅលើយើងទាញគេមកនេះអញ្ចឹងលើរូបភាពរបស់យើងនេះយើងចុចលើរូបភាពរបស់យើងមកអញ្ចឹងឧទាហរណ៍ថាយើងចង់ដាក់សរសេរអក្សរនៅមួយចំហៀងហើយមានស្រមោលឬក៏ពណ៌នៅមួយចំហៀងចាដូចរូបភាពមិញអញ្ចឹងណាអញ្ចឹងបងប្អូនចូលមកកន្លែងពាក្យ element នេះមកណា element នឹងមកហើយបន្ទាប់មកខាងនេះបងប្អូនកន្លែងនេះណាកន្លែង search element នេះយកវាយពាក្យថា gradient ណាបងប្អូនវាយ gradient នេះមកអញ្ចឹងបងប្អូនអាចវាយពាក្យតាមខ្ញុំមក gradient នេះ G នេះ gradient នេះណាបងប្អូននេះពាក្យគេ gradient នេះអញ្ចឹងយកវាយ gradient នឹងមកនេះពាក្យនេះណាយកវាយ gradient នឹងមកបងប្អូន scroll មកនេះនឹងឃើញហើយបងប្អូនយកកន្លែងselect all នេះណា select all នឹងមកអញ្ចឹងយើង scroll មកនេះសិតតែ gradient ណាគឺ gradient គឺវាមានពណ៌ជាច្រើនលាយគ្នានៅកន្លែងហ្នឹងណាគេហៅថាពណ៌ gradient ហ្នឹងណាអូខេអញ្ចឹងបើសិនជាយើងអានេះយើងពណ៌ខ្មៅយើងចង់កែប្រែពណ៌ហ្នឹងយើងចុចមើលកន្លែង adjust តិចមកណាអូខេហើយឬក៏យើងទៅរកពណ៌នេះបដ ாய் មកពណ៌សបដ ாய் មកណាកន្លែង gradient ហ្នឹងណាអញ្ចឹងយើងលុបចេញចុចកន្លែងនេះលុបណាហើយយើងទៅរកពណ៌សយើងវាយពណ៌សមក gradient y នេះ gradient y អញ្ចឹងយើងវាយ gradient y មកចេញពណ៌សនេះបងប្អូនហើយជាពណ៌សយើងមើលអត់ឃើញទេព្រោះអីវាពណ៌សនេះអញ្ចឹងណាអូខេអញ្ចឹងយើងចង់ពវល់អីបងប្អូននឹងឃើញមាននេះអារូបបងមូចេះណាអញ្ចឹងយើងចាប់ទាញកន្លែងហ្នឹងមកទាញពវល់ឆ្វេងស្ដាំអីផ្សេងៗអញ្ចឹងណាចង់ដាក់ចំហៀងអីយើងទាញកន្លែងហ្នឹងមកនេះណាអញ្ចឹងរូបភាពនេះយើងអាចពវល់បានយើងពវល់ប៉ុន្តែពវល់វាលក្ខណៈថាវាខុសនៅទ្រង់ទ្រាយខ្លះដែរណានេះខុសទ្រង់ទ្រាយខ្លះអញ្ចឹងយើងសូមរក្សារូបភាពដើមបន្តិចសិនណាអូខេហើយបន្តមកយើងទាញអា gradient របស់យើងនេះណាទាញ gradient របស់យើងបំពេញមកអូខេទាញ gradient របស់យើងបំពេញចេះមកអូខេនេះគាត់ជាការឧទាហរណ៍ជូនទៅកាន់បងប្អូនណាអញ្ចឹងមកហើយយើងពវល់វាបន្តិចមកនេះអូខេហើយយើងទាញរូបយើងទៅខាងនោះនេះគឺ gradient របស់យើងហ្នឹងអញ្ចឹងវាពណ៌អញ្ចឹងនេះវាសមោលអញ្ចឹងតិចហើយបន្តមកទៀតយើងទៅសរសេរអក្សរណាយើងទៅសរសេរអក្សរអញ្ចឹងទៅសរសេរអក្សរគឺនឹងឃើញមានកន្លែង text នេះណានេះយើងឃើញចុចកន្លែង text នេះមកទីហ្នឹងហើយបន្តមកទៀតគឺយើងរើសកន្លែងអក្សរខ្មែរនេះមកនេះនេះកន្លែងអក្សរខ្មែរហ្នឹងអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកហើយអក្សរខ្មែរហ្នឹងបើសិនជាបងប្អូន free ធម្មតាអត់មានទេអញ្ចឹងទោះតែយើងបងប្អូន
ឆាតមកខ្ញុំមកដើម្បីទទួលបានជាមួយនឹង font ខ្មែរនឹងច្រើន element ខ្មែរនឹងច្រើនបងប្អូនអាចភ្ជាប់ account pro ជាមួយនឹងខ្ញុំបានហើយមានមេរៀនដូចបងប្រុសនេះគាត់មានសំណួរអីគាត់អាចសួរខ្ញុំហើយខ្ញុំធ្វើវីដេអូបង្ហាញជូនទៅកាន់បងប្អូនគឺ support ជូនទៅកាន់បងប្អូនមកចេះតែម្ដងណាអូខេអញ្ចឹងកន្លែងនេះឧទាហរណ៍ថាយើងសេមកបងចង់សេអីយើងសេអីពាក្យនឹងដែលយើងចង់សេនឹងមកណាពេជ្រគូសរសេរ design ចេះសុំសេសិនញ៉េ design យ៉ាងទៅអូខេហើយយក click មកយ៉ាងណាអញ្ចឹងគឺបងប្អូនឃើញហើយនេះបានយើងបានអក្សរមួយហើយអញ្ចឹងអក្សរហ្នឹងគឺយើងយកមកទាញដាក់មកទីតាំងណាដែលយើងចង់ដាក់អញ្ចឹងណាអូខេហើយយើងចង់ប្រិចយើងចាប់ទាញចង្កៀនមកនេះណាគៀននេះចឹងយើងប្រិចមកនេះប្រិចមកអូខេហើយបន្ទាប់មកគឺយើងចង់ដាក់ជាមួយនឹងអក្សរអញ្ចឹងខ្ញុំសូមដាក់ trade ឲ្យដូចនឹង big រូបភាព big ហ្នឹងតិចសិនណាអូខេហើយយើងអាចទាញឲ្យធំមកអូខេហើយបន្តមកទៀតយើងដាក់ស្មោលនៅពីខាងក្រោយនៃអក្សរអញ្ចឹងខ្ញុំសូមធ្វើការដូរពណ៌អក្សរសិននេះអញ្ចឹងបងប្អូននឹងឃើញហើយនេះនៅកន្លែងនេះមាន edit មាន font មាន style មាន color អញ្ចឹងយើងចុចកន្លែង A color នេះណា A ពណ៌ហ្នឹងអញ្ចឹងយើងរើសពណ៌សមកនេះឡើងពណ៌សហើយបន្តមកទៀតតើយើងចង់ដាក់ស្មោលវាខាងក្រោយអក្សរដិតក្រាស់អីអញ្ចឹងណាកន្លែងហ្នឹងស្មោលពីខាងក្រោយនៃអក្សរអញ្ចឹងបងប្អូនចុចនៅពីលើអក្សរហើយយើងយក effect នេះណា select ឡា effect នេះមកអូខេហើយបន្តមកគឺវាមានពាក្យណានមាន drop មានអីផ្សេងៗយើងចង់បានមួយណាគឺយើងសរសេរយកមួយហ្នឹងទៅនេះវាមាន style របស់វាផ្សេងអញ្ចឹងណាអញ្ចឹងអាឡៃពាក្យហ្នឹងគឺហៅថា outline បងកន្លែងហ្នឹងណាយក shadow នេះមកហើយ outline នេះអញ្ចឹងយើងរើសចុចលើ outline នេះមកយើងអាចកំណត់នៅកម្រាស់នៃអក្សរបានដាក់នៃអក្សរពីខាងក្រោយហ្នឹងហើយយើងចង់បានពណ៌អីយើងទៅរើសពណ៌ហ្នឹងយកមកដាក់មកនេះណាអូខេយើងចង់ឆ្លាញ់ពណ៌អីយើងដាក់ពណ៌ហ្នឹងទៅនេះពណ៌ក្រហមទៅពណ៌ប្រផេះក៏ពណ៌ប្រផេះទៅហ្នឹងកន្លែងហ្នឹងគឺងាយស្រួលទេហើយគ្រាន់តែឲ្យបងបានដឹងចុចនេះមកហើយយើងបរួមទំហំកម្រាស់របស់វានឹងបន្តិចណាបងប្អូននេះបរួមពណ៌អក្សរនឹងបន្តិចមកឬយើងវាយចូលបានយើងចុចលើនេះក៏បានយើងទាញក៏បានដែរគឺវាងាយស្រួលហើយបើយើងមាន big ប្រភេទនេះទៀតគឺយើងងាយស្រួល design មែនតើបងប្អូនសិនបងប្អូនត្រូវការ big ហ្នឹងអាចប្រើប្រាស់បានទូទៅទាំងអស់បងប្អូនអាចឆាតមកខ្ញុំបានណាបងប្អូននេះអូខេធូរមែនតើហើយវាងាយស្រួលប្រើប្រាស់ខ្ញុំប្រើប្រាស់ហ្នឹងសម្រាប់ការកាត់ត design អីងាយស្រួលបងប្អូនអ្នក design នៅលើទូរស័ព្ទដៃឬកាត់តវីដេអូតាមទូរស័ព្ទដៃណាពិបាកក្នុងការចាប់ទាញសរសេរផ្សេងគឺមាន big នឹងបណ្ដាំអូខេហើយបន្ទាប់មកគឺយើងមានប៉ុណ្្នឹងឯងហើយយើងអាចធ្វើការកែប្រែនៅរូបភាពរបស់យើងអីផ្សេងបាននេះចុចអាចាស់មកគឺយើងអូតូមកវានឹងធ្វើការកែប្រែណាវាធ្វើការ analyze ទៅលើរូបភាពរបស់យើងហើយវាធ្វើការចាក់ពណ៌បន្ថែមពលឺថែមអីផ្សេងនេះទៅអូតូតែម្ដងអញ្ចឹងយើងរងចាំបន្តិចទៅវាមុខងារអូតូអញ្ចឹងគឺស្រួលមែនតើអញ្ចឹងវាជួយកិច្ចការងាររបស់យើងកាន់តែលឿនហើយស្អាតស្តង់ដារអូខេអញ្ចឹងយើងចង់ទាញបន្ថែមទៀតទាញបន្ថែមមកអូខេហើយខ្វាយមកអញ្ចឹងរួចរាល់ហើយអញ្ចឹងបន្តមកទៀតគឺអក្សរនេះខ្ញុំថាខ្ញុំសូមដូរបន្តិចសិនអញ្ចឹងយើងសូមដូរចាំបន្តិចអូខេខ្ញុំ save យកទៅផុសបណ្ដាមកយកជាផ្លូវការមកអញ្ចឹងយើងសរសេរចុចលើហ្នឹងមកខ្ញុំដូរពណ៌អក្សរនេះខ្ញុំចង់បានទៅជាពណ៌ខ្មៅវិញអញ្ចឹងអក្សរយើងពណ៌ខ្មៅនេះខ្មៅមកហើយអាស្មោលនៃជុំវិញអក្សរហ្នឹងខ្ញុំយកពណ៌សវិញអញ្ចឹងឲ្យវាឃើញលិចណាចុច effect សំខាន់កន្លែង effect ហ្នឹងបងប្អូនណានេះលេខពី effect នេះបងប្អូនឃើញអត់ទេនេះចាប់ទៅអូខេចាំបងប្អូនឃើញ effect នេះហ្នឹងអញ្ចឹងយើងចុច like effect ហ្នឹងមកហើយយើងជ្រើសមក shadow នេះមក outline ហើយយើងដូរពណ៌ដាក់ពណ៌សទៅលិចនេះអញ្ចឹងយើងដូរពណ៌សមកនេះអញ្ចឹងប៊ិចរបស់យើងលិចផុសមកអូខេអញ្ចឹងប៉ុណ្ណឹងហើយយើងមាន font ខ្មែរច្រើនមែនតើសម្រាប់បងប្អូនធ្វើការជ្រើសរើសដូរពណ៌ style លេខ mode លេខអីផ្សេងៗអញ្ចឹងហើយបន្តមកទៀតយើងធ្វើការ download បងប្អូនយកកន្លែង download នេះព្រួយពីខាងក្រោមនេះនេះព្រួយពីក្រោមហ្នឹងព្រួយចុះក្រោមហ្នឹងចុចលើមួយមក download អានេះចាំ play ទៅបានអូខេរងចាំតិចទៅបានអូខេកំ
ប្អូនប្រសេសនៃការ download រូបភាពនឹងឲ្យយើងអញ្ចឹងយើងចាំទៅមើលទៅតើពេលដែលយើង design ហើយកាត់តហើយទៅវាមានភាពច្បាស់ល្អអនស្អាតអត់យើងចាំទៅមើលទាំងអស់គ្នាអូខេហើយយើងក៏មាន account ដែរ account Canva Pro ក៏យើងមានណាមានមេរៀនចាប់ពីដំបូងទៅក៏យើងមានបងប្អូនអាចឆានមកបានសិនជាបងប្អូនចង់ចេះ design ខ្លួនឯងណាអីធ្វើផលិតផល design អីផ្សេងៗបងប្អូនឆានមកខ្ញុំបានហើយខ្ញុំប្រឹក្សាជួយទៅកាន់បងប្អូនទៀតណាបងប្អូនអូខេអញ្ចឹងយើងរួចរាល់ហើយនេះអញ្ចឹង sale រួចរាល់ហើយអញ្ចឹងយើងចូលទៅមើលចូលទៅទេហើយយើងមកនេះអញ្ចឹងសម្រាប់យកទៅផុសយកទៅអីបានមកស្រួលណាបងប្អូនអរគ្នាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងធ្វើវីដេអូនេះសម្រាប់ធ្វើការឆ្លើយតបទៅកាន់បងតែតទៅនឹងការដាក់ជាមួយទៅនឹងអក្សរម៉ោលនៅខាងក្រោយនៃអក្សរអញ្ចឹងណាអញ្ចឹងសង្ឃឹមថាបងប្អូនមើលហើយអាចយកទៅធ្វើអនុវត្តតាមទៅនេះអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងជួបគ្នាក្នុងវីដេអូក្រោយ